មកស្គាល់គ្រឿងផ្សំគោលនៃការបិទសាប៊ូបងប្អូនឃើញជ័រថ្លារាវរាវសាច់រាវទុំនេះអានឹងគេហៅអិនចិត្តសារធាតុដើម្បីបង្កើនកម្ពស់និងសម្អាតរបស់សាប៊ូគ្រប់ប្រភេទហើយពណ៌ដល់បែបហ្នឹងទុនរាវរាងខាប់តិចសាច់លឿងអាហ្នឹងបានផលិតផលដែលថ្មីសុទ្ធនេះកូស្តិចហ្នឹងវាជាលក្ខណៈដើម្បីបន្សាបគ្នាជាមួយនឹងនឹងកាត់នេះអានេះសម្រាប់កាត់ក្អែលកាត់ខ្លាញ់មានអានេះត្រូវតែមានអានេះហើយមានអាពីរហ្នឹងត្រូវមានអានេះទៀតសិបក្តាស់វាស់ pH ដើម្បីការពារកុំឲ្យសាប៊ូទៅលើអ្នកប្រើប្រាស់កាត់ដៃកាលណាយើងអត់ចេះវាស់ pH ឡើងខ្ពស់ពេកទាបពេកគឺវាធ្វើឲ្យកាត់ដៃស៊ីដៃហើយរមាស់អញ្ចឹងpH សាប៊ូដែលត្រឹមត្រូវគឺចន្លោះពី7ទៅ8ហើយនេះគឺអំបិលមិនអំបិលនឹងស្លណាអានេះគឺជាអំបិលដាក់សាប៊ូអំបិលគីមីអានេះគ្រឿងផ្សំគោលទេណាអានេះខ្ញុំចែកម្លែកបងប្អូនស្គាល់ខ្លះអានេះទឹកការពារហ្នឹងគឺធ្វើឲ្យសាប៊ូយើងមិនឡើងជាផ្អូមឆាប់ខូចឆាប់អីចឹងណាអានេះក្លៀនសេរីនហ្នឹងពាក់ព័ន្ធនឹងគ្រឿងសម្អាងពាក់ព័ន្ធនឹងស្បែកសុខភាពអីសម្រាប់អីគឺគេប្រើហ្នឹងប៉ុន្តែខ្ញុំក្នុងលក្ខខណ្ឌសាប៊ូខ្ញុំមានរូបមន្តពិសេសខ្ញុំដើម្បីជួយឲ្យបងប្អូនកុំឲ្យមានបញ្ហាបោកទៅរិចដៃលមាស់ដៃកាត់ដៃអីគឺខ្ញុំរូបមន្តរបស់ខ្ញុំពិសេសមួយទៀតដែលបងប្អូនយកទៅប្រើប្រាស់គឺទុកចិត្តបានអានេះគឺផ្សំខ្លះហើយណានៅ3-4មុខទៀតដូចជាពណ៌ដូចជាក្លិនមេចាប់ក្លិនអីហើយនឹងប្រហែលមុខទៀតអញ្ចឹងបងប្អូនដែលចង់ចេះចង់បានការបង្រៀនតាមបែបស្តង់ដារជីវកម្មឡាបូផ្សោតពិតបងប្អូនអាចឆាតមកខ្ញុំបានខ្ញុំមានទាំងគ្រឿងផ្សំមានទាំងធុងកូរសាប៊ូនិយាយទៅគឺខ្ញុំមានបញ្ចប់ 3-4 មុខដែលបងប្អូនកំពុងខ្វះអីបងប្អូនសួរមកខ្ញុំមកគឺខ្ញុំមានគ្រប់សពមកអរគុណ